បាទចឹងសូមគោរពនឹងជម្រាបសួរគណៈនាយកគណៈនាយករងនិងលោកគ្រូទទួលបន្ទុក ICT ទាំងអស់បាទសម្រាប់វីដេអូនេះខ្ញុំនឹងចែករំលែកពីរបៀបនៃការកែប្រែទៅលើករណីនៃការសុំច្បាប់បាទចឹងដោយលោកគ្រូបានដឹងហើយថាចំពោះការសុំច្បាប់បច្ចុប្បន្ននេះបើសិនបើលោកគ្រូគាត់ជាអ្នកសុំមានន័យថាច្បាប់ហ្នឹងគឺយើងអនុញ្ញាត approve auto តែម្ដងបាទហើយចំពោះករណីនៃការសុំច្បាប់នេះដែរយើងមានប្រសេសរៀងច្រើនតង់ដែរតែនៅតែមានលោកគ្រូយើងគាត់មានជាបញ្ហាច្រឡំបាទអញ្ចឹងខ្ញុំមកលើកពីករណីហ្នឹងទេឥឡូវនេះយើងនិយាយពីករណីថាចង់លុបទៅយើងធ្វើម៉េចបាទអញ្ចឹងករណីទី1គឺជូនតំណែងទៅខាង ICT ឬក៏គណៈនាយកទៅដើម្បីឲ្យគាត់អាចធ្វើការចូលទៅបដិសេធបាទឯចំណុចទី2យើងចូលទៅធ្វើការកែប្រែថាយើងកែប្រែបែបម៉េចបាទអញ្ចឹងកុំឲ្យខាតពេលគ្រូចូលទៅក្នុងប្រព័ន្ធ Wikischool យើងមកបាទហើយខ្ញុំសូមបញ្ជាក់លោកគ្រូចំពោះការកែប្រែម៉ោងបែបនេះគឺយើងធ្វើនៅលើ computer បាទនៅលើ portal ណាលោកគ្រូបាទចឹងនេះដូចលោកគ្រូបានឃើញអញ្ចឹងយើងចូលមកបាទបន្ទាប់ពីយើងចូលមកឃើញឈ្មោះសាលាឃើញអីរបស់យើងហើយអស់ហើយបាទលោកគ្រូមើលមកខាងឆ្វេងដៃមកយើងឃើញមានមុខងារប៊ូតុងមុខងារយើងណាបាទអញ្ចឹងឥឡូវយើងចុចទៅលើប៊ូតុងនៃករណីសុំច្បាប់សិនមកពីព្រោះសិស្សហ្នឹងគាត់បានសុំច្បាប់ហើយបាទអញ្ចឹងយើងមកករណីសុំច្បាប់យើងអត់ទៅប៊ូតុងវត្តមានទេព្រោះទៅប៊ូតុងវត្តមានក៏កែប្រែអីអត់បានដែរបាទអញ្ចឹងគឺចូលប៊ូតុងសុំច្បាប់អញ្ចឹងបន្ទាប់ពីចូលប៊ូតុងសុំច្បាប់ហើយនេះលោកគ្រូមើលមកនេះបាទសិស្សដែលគាត់បានដាក់ច្បាប់ច្រឡំណាលោកគ្រូបាទចឹងលោកគ្រូឃើញករណីនៃការសុំច្បាប់ដោយសារគ្រូគាត់ជាអ្នកដាក់ច្បាប់ឲ្យសិស្សអញ្ចឹងគឺស្មើនឹងស្ថានភាពគឺអនុញ្ញាតអញ្ចឹងត្រង់ចំណុចនេះរបៀបនៃការកែលោកគ្រូគ្រាន់តែមើលឈ្មោះសិស្សហ្នឹងមកឧទាហរណ៍ដូចខ្ញុំអស់នេះមើលនេះលោកគ្រូខ្ញុំ highlight នៅខាងលើហ្នឹងបាទយើងចុច3មកហើយយើងធ្វើការលុបអញ្ចឹងអានេះយើងដាក់មកបាទអញ្ចឹងយើងលុបទៅអញ្ចឹងបាត់សិស្សនឹងចេញហើយបាទបាត់សិស្សនឹងចេញហើយលោកគ្រូកាលណាដែលយើងធ្វើការលុបហើយបាទគ្រូប្រចាំថ្នាក់ឬក៏គ្រូមុខវិជ្ជាគាត់ដែលគាត់យកវត្តមានណាបើក្នុងថ្ងៃហ្នឹងគឺឲ្យគាត់យកវត្តមានម៉ោងដែលគាត់យកច្រឡំមិញហ្នឹងឡើងវិញទៅហ្នឹងទី1ទី2បើក្នុងករណីដែលផុតថ្ងៃហើយគឺបាទគណៈនាយកត្រូវធ្វើការយកវត្តមានថ្ងៃដែលគាត់បានសុំហ្នឹងឡើងវិញបាទអញ្ចឹងឧទាហរណ៍សិស្សនេះបាទថ្ងៃ16យើងបានសុំច្បាប់ពីគាត់អញ្ចឹងយើងលុបមកបាទយើងលុបច្បាប់ហ្នឹងចោលទៅព្រោះបាទយើងបញ្ជាក់ស្ថានភាពបន្តិចមករួចអញ្ចឹងបាត់សិស្សហ្នឹងបាត់ហើយបាទមិញទី 3B អញ្ចឹងឥឡូវយើងចូលមកវត្តមានអញ្ចឹងលោកគ្រូមកមើលថ្នាក់ 3B នេះបាទអញ្ចឹងមកមើលថ្នាក់ 3B មកនៅកន្លែងនេះលែងមានសិស្សសុំច្បាប់ហើយបាទលែងមានសិស្សសុំច្បាប់ហើយលោកគ្រូឃើញឯករណីសុំច្បាប់2នៅកន្លែងនេះក៏លែងមានដែរអញ្ចឹងអ្វីដែលជាបញ្ហាគឺគ្រូត្រូវយកវត្តមានឡើងវិញនៅក្នុងម៉ោងមួយហ្នឹងបាទប៉ុណ្ណឹងទៅរួចរាល់ហើយលោកគ្រូបាទហើយម៉ោងនៅកន្លែងនេះបាទជាការឧទាហរណ៍ទេដោយសារតែថ្នាក់នេះគាត់ត្រូវរៀនពេលថ្ងៃណាលោកគ្រូបាទអញ្ចឹងខ្ញុំគ្រាន់តែជាឧទាហរណ៍ជូនលោកគ្រូទេអញ្ចឹងរបៀបនៃការមកលុបច្បាប់ឬក៏កែប្រែព័ត៌មានច្បាប់ហ្នឹងគឺយើងធ្វើបែបនេះបាទអញ្ចឹងចំពោះលោកគ្រូដែលមានសំណួរឬក៏ចង្អល់អីបន្ថែមទៀតទៅលើមុខងារផ្សេងទៀតសូមបាទជូនព័ត៌មាននឹងក្រុមការងារឬក៏អាចសាកសួរក្រុមការងារនៅក្នុងក្រុមរួមបានបាទសូមគោរពអរគុណ